យើងចាប់ផ្ដើមដាក់ឡើងវិញប៉ុន្តែក្នុងក្របខ័ណ្ឌមិនមែនជាការផាកពិន័យទេគឺជាការណែអប់រំណែនាំដល់បងប្អូនអ្នកប្រើប្រាស់យានគ្រប់ប្រភេទអ្នកប្រើប្រាស់ផ្លូវទូទៅបាទអញ្ចឹងទេទោះបីជាក្នុងកម្រិតនៃការអប់រំណែនាំយ៉ាងណាក៏ដោយគឺទទូចឲ្យបងប្អូនអ្នកប្រើប្រាស់យានទាំងអស់គឺទី1គោរពឲ្យបាននៅច្បាប់ចរាចរណ៍និងសូមអានច្បាប់ចរាចរណ៍ហើយក្រមសីលធម៌ទូទៅនៃការបើកបរការយោគយល់ការប្រស័យទំនាក់ទំនងក្នុងនាមជាមនុស្សរស់នៅក្នុងសង្គមការយោគយល់អធ្យាស្រ័យឲ្យគ្នាហើយការខ្លាចបាទគ្រោះថ្នាក់ចរាចរណ៍ទាំងខ្លាចគ្រោះថ្នាក់ចរាចរណ៍ដល់ខ្លួនឯងក្រុមគ្រួសារសាច់ញាតិឯងនិងទាំងការខ្លាចគ្រោះថ្នាក់ចរាចរណ៍ឬអ្នកដទៃដែលប្រឈមនឹងការទទួលខុសត្រូវចំពោះមុខច្បាប់បាទហេតុផលដែលយើងដាក់គោលដៅឡើងវិញនេះទាំងជនបទទាំងរាជធានីភ្នំពេញគឺដោយសារទី1កំណើនគ្រោះថ្នាក់ចរាចរណ៍គឺកើនឡើងបាទទាំងបណ្ដាលឲ្យស្លាប់ទាំងបណ្ដាលឲ្យរបួសហើយការសង្កេតជាក់ស្ដែងយើងឃើញថាសណ្ដាប់ធ្នាប់ចរាចរណ៍គឺវាមិនល្អប្រសើរដោយការដែលដាក់នគរបាលចរាចរណ៍តាមគោលដៅទេគឺមានន័យថាបងប្អូនអ្នកបើកបរមិនស្វ័យគោរពដោយខ្លួនឯងបាទដោយគ្មានវត្តមាននគរបាលចរាចរណ៍ហ្នឹងហើយក៏ប៉ុន្តែការដាក់នេះគឺហេតុផលទី2ដែរនោះគឺយើងបន្តអប់រំណែនាំដល់បងប្អូនយើងដែលបើកបរខុសនឹងច្បាប់ចរាចរណ៍មានបើកបរលើសល្បឿនកំណត់មាននៃការបើកបរនៃមិនគោរពភ្លើងសញ្ញាចរាចរណ៍សញ្ញាបញ្ជានគរបាលចរាចរណ៍ការបើកបរមិនគោរពនៃគន្លងផ្លូវឬក៏គំនូសសញ្ញាការបើកបរមិនគោរពសិទ្ធិអាទិភាពការបើកបរមិនគោរពគេហៅថានៃលំហូរចរាចរណ៍ឬក៏ទិសដៅចរាចរណ៍បានន័យថាបើកបរប្រច្រាស់បើកបរមិនស្របទៅតាមទិសដៅដែលច្បាប់តម្រូវឲ្យយើងបើកដោយការប្រកាន់ស្ដាំជាពិសេសការបើកបរនៅរង្វង់មូលបងប្អូនในភាគច្រើនគឺនៅគោរពប៉ុន្តែមួយចំនួននោះគឺនៅតែមិនគោរពបានន័យថាបើកប្រច្រាស់រង្វង់មូលគឺមិនព្រមទៅរង្វង់មូលតាមស្ដាំដៃហើយសៀត្រឡប់វិញទេជាឧទាហរណ៍ជាក់ស្ដែងគឺនៅនៃរង្វង់មូលស្ពានអាកាសមរតកដៃជោដែលពីមុនហៅថាចំមុះជ្រូកនៃក្បាលថ្នល់នឹងឯងគឺបងប្អូនសមាជិកដាក់គោលដៅនៅទីនេះដើម្បីណែនាំដល់បងប្អូនដែលបើកប្រច្រាស់មិនស្របតាមទិសដៅនៃរង្វង់មូលឬក៏មិនប្រកាន់ខាងស្ដាំប៉ុន្តែជាការសង្កេតនៅពេលដែលដកនគរបាលចរាចរណ៍មិនដាក់គឺមានបងប្អូននៅតែបើកប្រច្រាស់ដដែលអញ្ចឹងការដាក់គោលដៅដើម្បីអប់រំណែនាំនេះគឺជាការវាស់ស្ទង់មួយទៀតបាទដើម្បីណាពិនិត្យមើលអំពីថាតើគ្រោះថ្នាក់ចរាចរណ៍វាកើតឡើងការគោរពច្បាប់ចរាចរណ៍វាបានល្អប្រសើរទេបាទអញ្ចឹងយើងនឹងវាស់វែងបើសិនជាការអប់រំណែនាំបញ្ហាវានៅតែមានបញ្ហាវាអាចលើសដើមអាហ្នឹងគឺថាជំហានបន្ទាប់យើងពិចារណានៅក្នុងការផាកពិន័យឡើងវិញប៉ុន្តែបើសិនជាការដាក់គោលដៅទៅគឺមានការថប់ថយនៅគ្រោះថ្នាក់ចរាចរណ៍មានការគោរពបានល្អប្រសើរយើងអាចនឹងពិចារណានៅក្នុងការដកនគរបាលចេញពីគោលដៅមួយចំណែកបាទហ្នឹងហើយឬក៏កន្លែងខ្លះគឺដកទាំងស្រុងប៉ុន្តែដើម្បីវាស់វែងទៀតណាតើនៅពេលដែលដកមួយចំណែកហើយនឹងដកទាំងស្រុងស្ថានភាពគ្រោះថ្នាក់វាយ៉ាងម៉េចការគោរពវាយ៉ាងម៉េចយើងនឹងពិនិត្យជាបន្តបន្ទាប់កុំឲ្យបងប្អូនចេះតែដាក់បន្ទុកមកលើនគរបាលចរាចរណ៍ថាចាំតែផាកដើម្បីបានលុយដើម្បីបានប្រយោជន៍បាទអញ្ចឹងសូមឲ្យបងប្អូនស្វ័យគោរពដោយខ្លួនឯងដើម្បីសុវត្ថិភាពខ្លួនឯងក្រុមគ្រួសារនិងការទទួលខុសត្រូវដែលត្រូវចំណាយឬក៏អាចឈានទៅដល់ការប្រឈមមុខនឹងពន្ធនាគារដោយសារតែបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងបាទហូនីគាកាណាឌីយ៉ាដៃគូហេរញ្ញវត្ថុជាទីទុកចិត្តរបស់លោកអ្នកស៊ីស៊ីថា